Rịp xưa của mà bốn ởថ្ងៃនេះយើងមកចងសន្ទូចវត្តសម្រាប់សុទ្ធចិត្តឆ្លាំងវីដេអូមុនខ្ញុំបានប្រាប់ពីរបៀបយើងចងផ្លែស្នោសុទ្ធចិត្តឆ្លាំងតែវីដេអូនេះខ្ញុំមកប្រាប់ពីរបៀបចងសន្ទូចវត្តសម្រាប់ទូចឆ្លាំងម្ដងអ្វីដែលមានគឺយើងត្រូវការប៉ោលស្នោកវលមកសម្រាប់ទប់កុំឲ្យស្នោវាយើងនៅវាធ្លាក់ដល់ផ្លែអញ្ចឹងណាយើងត្រូវការតែប៉ុណ្្នឹងទេពេលកាលណាយើងអត់ដាក់ស្នោទៅនុយយើងវាអត់ងាយធ្លាក់ទេចឹងទៅយើងដាក់ស្នោមកគ្រាប់ក៏បានពីរគ្រាប់ក៏បានអាស្រ័យទៅលើនេះអាស្រ័យទៅលើប៉ោលយើងទូចឬធំចឹងណាបងប្អូនតោះមកយើងចងកវលមកបន្ទាប់ពីយើងដោតប៉ោលហើយតោះមកយើងដោតស្នោតោះមកយើងចងកវលចំពោះអាខ្សែលើស្នោហ្នឹងលើកវលហ្នឹងអាហ្នឹងយើងដាក់ឲ្យធំជាងផ្លែនៅខាងក្រោមបន្តិចមកជាវាងនៅពេលដែលយើងស្ទូចជាប់ឈើជាប់អីទៅយើងទាញមកដាច់តែផ្លែក្រោមនេះចាប់ពីកវលចុះក្រោមណាព្រោះត្រីយើងស្ទូចវត្តពីច្រើនមិនសូវជាធំប្រហែលទេព្រោះវាទូចដែរទៅតែយើងការពារទៅកុំបាក់ឲ្យវាដាច់ទៅទាំងអស់អញ្ចឹងណាបងប្អូនបើសិនជាកណ្ដីជាប់ឈើឬថ្មអីយើងទាញមកដាច់តែអាក្រោមនេះដោយសារតែអាផ្លែដែលខ្ញុំកំពុងចងនេះខ្សែពណ៌ក្រហមទូចហ្នឹងវាទូចជាងអាខ្សែលើជាងទៅហានិភ័យនៃការនេះយើងទាញមកវាដាច់តែអាក្រោមនេះជាវាដាច់ទៅទាំងអស់អញ្ចឹងណាមួយត្រីវាមិនសូវធំប៉ុន្មានអស់ធំត្រឹម1គីឡូដល់ត្រីឆ្លាំងឆ្នាំស្ទូចណាបាន1គីឡូស្ទូចបានត្រឹមពីវេខាំចុះហ្នឹងយើងស្ទូចតាមបន្លាយតាមអូតាមអីថាយើងទៅដល់ទន្លេចាំយើងនេះយើងដាក់ខ្សែធំអញ្ចឹងណាចំពោះផ្លែស្ទូចត្រីឆ្លាំងពីច្រើនខ្ញុំប្រើលេខ14ក៏បាន12ក៏បានបើសិនជាយើងដាក់ធំអញ្ចឹងហ្នឹងក៏វាពិបាកដែរដោយសារយើងស្ទូចវត្តហ្នឹងយើងត្រូវការដាក់លេខ12ដោយសារតែត្រីយើងវាទូចដែរអញ្ចឹងណាបងប្អូនវីដេអូនេះវារៀងរអាក់រអួលទេសារអ៊ីនធឺណិត slow ខ្ញុំចងផ្លែមានអីទេបងប្អូនដូចតែវីដេអូមុនទីខ្ញុំចងដល់មួយនឹងមួយវីដេអូក្រោយសិនមានឱកាសចាំខ្ញុំចងឧទាផ្សេងដោយសារតែប៉ោយើងរត់យើងយកញប់តិចមកបងប្អូនប៉ុណ្ណឹងហើយបងប្អូនតោះមកយើងមកពីយើងចងអាចុងវាម្ដងចុងវាបើសិនជាយើងចុងវាសំខាន់ណាបងប្អូនត្រូវមកចងឲ្យជាប់ហើយជាវាងវត្តមកវារបូតទៅអញ្ចឹងទាំងអស់ដាច់ទៅទាំងអស់អញ្ចឹងណាទៅយើងចងឲ្យជាប់ទៅបើសិនជាមានកាយយើងបន្តកាយមកតំណទៀតបានដែរដើម្បីកុំឲ្យខ្សែហ្នឹងវារត់ពីលីឡុងព្រោះខ្សែនេះកាលណាយើងទាញខ្លាំងទៅវារូតបើសិនជាមានកាយដាក់ទៀតកាន់តែល្អបងប្អូនយើងចង់ដឹងយើងក៏ត្រាក់កុំឲ្យវារូតអញ្ចឹងណាតោះមកយើងពួកវាទៅបើស្ទូចវត្តត្រូវការប្រដាប់ធ្ពក់វាបងប្អូនជាវាយើងរុំនឹងដងទៅវានេះបងប្អូនវារួញខ្សែបើយើងចងមានប្រដាប់ធ្ពក់អញ្ចឹងវាអត់អីទេវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយ